ព្រះអាទិត្យរះលើជំរំស្ងប់ស្ងាត់តែថ្ងៃនេះមិនមែនជាថ្ងៃធម្មតាទេឧត្តមសេនីយ៍គិរីបានទៅរកដៃគូដ៏ចំណាស់របស់គាត់ឧត្តមដែលជាដំរីចម្បាំងដ៏អស្ចារ្យបានដឹងថាពេលវេលាជិតមកដល់ហើយពួកគេបានចែករំលែកអាហារពេលព្រឹកដោយស្ងៀមស្ងាត់ដូចដែលពួកគេបានធ្វើរដងមកហើយគិរីបានគូយ័ន្តការពារដោយអធិដ្ឋានសុំសុវត្ថិភាពសម្រាប់មិត្តរបស់គាត់ទំនាក់ទំនងរបស់ពួកគេគឺរឹងមាំជាងដែលខែដល់ពេលដែលត្រូវបំពេញកាតព្វកិច្ចហើយពួកគេបានដើរឆ្ពោះទៅរកសមរភូមិសត្រូវកំពុងរងចាំសត្រូវគេបានរៀបចំអន្ទាក់និងរបាំងការពារគិរីបានផ្ដល់សញ្ញាពួកគេបានសម្រុកចូលដូចព្យុះព្រួញមិនអាចបញ្ឈប់ពួកគេបានទេការប្រយុទ្ធគឺសាហាវណាស់ Attack them now for glory. គិរីត្រូវបានគេវាយប្រហារគាត់បានដួលទៅលើដីសត្រូវនៅជុំវិញគាត់ឧត្តមបានបាត់បង់មិត្តរបស់គាត់គាត់បានប្រយុទ្ធដើម្បីត្រឡប់ទៅរកគិរីវិញ Kiri, where are you?ឧត្តមមិនបានរត់ទៅណាទេគាត់នៅការពារមិត្តរបស់គាត់គាត់បានការពារមិត្តរបស់គាត់ដោយកម្លាំងទាំងអស់របស់គាត់គិរីបានដឹងថាគាត់មិនឯកាទេភាពក្លាហានរបស់ពួកគេបានធ្វើឲ្យសត្រូវភ័យខ្លាចសមរភូមិបានបញ្ចប់ហើយពួកគេបានរកឃើញសន្តិភាពនៅមាត់ទន្លេទីសម្បត្តិនៃភាពស្មោះត្រង់មិនដែលបែកបាក់ឡើយ